សួស្តីបងប្អូនអស់ទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែកម្លែកចំណេះដឹងមួយដែលយើងនេះជារបៀបដែលធ្វើទូភ្ញាស់ពងមាន់អាចភ្ញាស់បានពង80ទៅ100ពងដែលយើងគ្រាន់តែមានឡាំងស្នោទទឹងវាគឺ41សង់ទីម៉ែត្រពេលបងប្អូនធ្វើតាមខ្ញុំមកបងប្អូនអាចភ្ញាស់ទូអាចភ្ញាស់ពងមាន់បានយ៉ាងងាយចំណែកឯបណ្ដោយវិញយើងត្រូវការឡាំងដែលមានបណ្ដោយវា62សង់ទីម៉ែត្រចឹងបានន័យថាទទឹង41បណ្ដោយ62អំពូលដាក់2គ្រាប់គឺញាស់បានល្អបងប្អូនធ្វើតាមខ្ញុំទៅបងប្អូននឹងចេះហើយអត់ប្របាយទេបងប្អូនបន្ទាប់ពីបងប្អូនមានឡាំងចឹងហើយចឹងបងប្អូនត្រូវតែមានដៃក្តៅឬមួយក្បាលមាន់ដូចខ្ញុំមកគឺសម្រាប់យកមកចោះរុនវាសំខាន់បំផុតនៅក្នុងទូភ្ញាស់មាន់សំខាន់បំផុតគឺកម្ដៅនិងខ្យល់និងទឹកកតា3យ៉ាងនេះទើបអាចញាស់បានចឹងបងប្អូនចោះរុនវាមក1 2 3 4 5 6 7 8រុនមកបងប្អូនមកខាង8មកបណ្ដោយគឺយើងចោះ8ចំណែកអាតតឹងវានេះវិញគឺយើងត្រូវតែចោះរុនដូចគ្នាដែរបងប្អូនវាសំខាន់ផុតគឺរុនខ្យល់នេះឯងយើងចោះមក1 2 3រុនខ្យល់នេះបងប្អូនអាចចោះច្រើនជាង 4-5 ហ្នឹងក៏បានដែរតែគ្រាន់វាអាចស្ទើរកម្ដៅបន្តិចទៀតគឺបងប្អូនត្រូវមានអំពូលនេះគឺអំពូលពងមាន់នេះកម្លាំងភ្លើងវាហ្នឹងគឺ40វ៉ាត់220វ៉ុលបងប្អូនមានវាតែ2គ្រាប់មកហើយនឹងខ្សែភ្លើងមកបងប្អូនសម្រាប់តវាខាងក្នុងទូហ្នឹងអានេះវាស៊ីភ្លើងតិចហើយគឺវាក្តៅបានល្អបងប្អូនធ្វើតាមខ្ញុំទៅចន្លោះប្រវែងដែលយើងដាក់អំពូលវាសំខាន់ដែរបងប្អូនយើងត្រូវតែរៀបចំធ្វើមិនដែរដាក់វាចំកដាលមកដើម្បីនៅពេលដែលយើងបើកឧបករណ៍ទៅវាសាយភាយកម្ដៅនោះបានស្មើល្អកុំដាក់វាទៅខាងណាឆ្វេងស្ដាំដាក់ឲ្យស្មើគ្នាតែម្ដងនេះបងប្អូនឥឡូវយើងមួនអំពូលនេះមើលហើយទៀតយើងនឹងដំឡើងចឹងបងប្អូនអ៊ីវលីប្រភេទនេះគឺវាមានជើងវាសម្រាប់ដល់ពេលរុញទៅវាសកត់ទៅជាប់ទូតែម្ដងអ៊ីវលីប្រភេទនេះគឺវាងាយស្រួលយើងមិនបាច់ចាំយើងបិទកាវឬមួយក៏យើងមូលវាទេអានេះមិនបាច់ទេអ៊ីវលីប្រភេទនេះគឺយើងរុញកលឹះវាយកតែម្ដងវាមានកលឹះរុញទប់វាអ៊ីវលីប្រភេទនេះគ្រាន់តែវាធំហើយវាមិនសំខាន់ថាអ៊ីវលីប្រភេទហ្នឹងបានញាស់ពងមាន់ធ្វើទូយ៉ាងនេះអាប្រភេទហ្នឹងទេបងប្អូនចង់បងប្អូនយកអ៊ីវលីប្រភេទអីក៏ដោយឲ្យសំខាន់បំផុតគឺឲ្យវាមាន sensor ចេះផ្ដាច់ភ្លើងអត់សំខាន់ទេ W3001 ក៏អាចប្រើបានដែរអ៊ីវលីធំតូចវាអាស្រ័យវាសំខាន់បំផុតគឺយកទៅប្រើជាមួយនឹងឧបករណ៍ឧទាហរណ៍ថាអ៊ីវលីធំចេះវាអាចដាក់បានវ៉ាត់ធំហើយចំណែក W3001 ហ្នឹងវាតូចចឹងវាអាចដាក់កម្លាំងវ៉ាត់បានតូចដូចគ្នាតូចទៅតាមប្រភេទអ៊ីវលីធំតូចយ៉ាងដែរអញ្ចឹងបងប្អូនធ្វើតាមទៅអត់សំខាន់អ៊ីវលីប្រភេទអីដែលខ្ញុំយកមកបង្ហាញបងប្អូននៅថ្ងៃនេះគឺអ៊ីវលី988អញ្ចឹងអ៊ីវលីប្រភេទនេះគឺវាមានជើងវាទាំងអស់12ជើងបងប្អូននៅពេលបងប្អូនទិញអ៊ីវលីប្រភេទនេះបងប្អូនមើលតាមខ្ញុំទៅចាប់ខ្សែតាមខ្ញុំទៅនេះគឺជាអ៊ីវលី988ចឹងបងប្អូនចាំចាប់តាមខ្ញុំទៅគូខាងក្រោយវាគឺមាន12រុនចែងបងប្អូនខ្ញុំចាប់តាមទៅទីខ្ញុំបង្ហាញឲ្យបងប្អូនមើលចឹងអានេះបងប្អូនខ្សែផ្លូវភ្លើង220ហ្នឹងយើងយកខ្សែលួសម៉ូតូស័យមកនេះចំណុចដែលយើងចាប់ចូលជើងលេខ2ហើយចំណែកខ្សែមួយទៀតគឺយើងផ្លោះចូលជើងលេខ4នេះគឺជាខ្សែចម្លងចឹងបងប្អូនរៀបតាមខ្ញុំមកវានឹងដើរហើយសំខាន់បងប្អូនព្យាយាមមើលទៅឥឡូវនេះខ្សែដែលខ្ញុំកាន់នេះគឺខ្សែអំពូលដែលវាខ្សែពីរសរសៃគឺអំពូលមួយខាងខ្សែពីរសរសៃអំពូលមួយខាងដែលមានពណ៌ទឹកក្រូចមួយសរសៃនិងពណ៌ស្វាយមួយសរសៃអញ្ចឹងឥឡូវនេះខ្ញុំគូបខ្សែពណ៌លឿងសូមទោសបងប្អូនគឺជាខ្សែពណ៌ទឹកក្រូចនិងទឹកក្រូចហ្នឹងខ្ញុំយកទៅគូបជាមួយនឹងខ្សែ in និងខ្សែភ្លើង220បងប្អូនខ្សែចូលមកហ្នឹងដែលខ្សែនឹងដោតភ្លើងហ្នឹងគឺយើងគូបវាមកគូបវាហើយយើងយកវាចូលមកជើងលេខ1
បងប្អូនធ្វើតាមខ្ញុំទៅព្យាយាមមើលមួយបងប្អូននឹងយល់ហើយកុំព្យាយាមមើលសារបងប្អូនមើលមួយទៅបន្ទាប់ទៀតខ្ញុំគូសខ្សែពណ៌ស្វាយនេះចូលគ្នានេះគឺជាខ្សែអំពូលមួយខាងទៀតដែលខ្ញុំយកទៅចូលជាមួយនឹងជើងលេខ3នេះបងប្អូនជើងលេខ3នេះអញ្ចឹងជើងលេខ3នេះគឺជាជើងអាឡែបងប្អូនហ្នឹងហើយគឺជាជើងផ្ដាច់បើសិនជាបងប្អូនតខុសហ្នឹងវាអត់ចេញទេបងប្អូននេះសម្រាប់អ៊ីវលីប្រភេទនេះយើងបានចាប់ខ្សែភ្លើងចូលនិងផ្លែភ្លើងចេញហើយអញ្ចឹងយើងនៅសល់ខ្សែពីរស័យទៀតនេះគឺជាខ្សែ sensor នេះបងប្អូនត្រូវចាប់វាមកយើងចាប់វានៅជើងលេខ11និងជើងលេខ12គឺវានៅទន្ទឹមគ្នានឹងឯងបងប្អូនអញ្ចឹងបងប្អូនចាប់វាកុំឲ្យខុសជើងអា sensor ហ្នឹងតែចាប់ខុសជើងវាអាចខូចបងប្អូនបានអានឹងប្រយ័ត្នមែនតើអ៊ីវលីប្រភេទនេះបងប្អូនត្រូវទៅចាប់វានៅជើងលេខ11និងលេខ12បងប្អូនកុំឲ្យច្រឡំឲ្យសោះព្រោះអា sensor ហ្នឹងតែខុសអាចដាច់ហើយណាឥឡូវនេះយើងហើយឥឡូវនេះគឺយើងសាកពិសោធន៍វាមើលតែម្ដងគឺយើងដាក់ទឹកវាចំនួន2កធុននេះបើសិនស្ទើរសំណើមយើងអាចបន្ថែមកធុនឬក៏បន្ថែមទឹកឲ្យធំជាងនេះឬច្រើនជាងនេះទូភ្ញាស់វាសំខាន់ដែរបងប្អូននៅតាមធាតុអាកាសវាសំខាន់ណានៅពេលខែវស្សាទៅសំណើមវាខ្លាំងទៅខែចែកចេះខែប្រាំងចេះគឺសំណើមវាថយចុះអញ្ចឹងយើងដាក់វាច្រើនទៅដល់ពេលបងប្អូនពិសោធន៍តែ 4-5 ដងទៅគឺបងប្អូនអាចវាបបពិសោធន៍ហើយអញ្ចឹងបងប្អូនធ្វើតាមខ្ញុំឥឡូវខ្ញុំដាក់កញ្ច្រែងវាចូលនេះពេលនេះយើងមកសាកបងនេះយើងបើកសាកហើយឥឡូវនេះយើងចាប់ដើមចោះរុនលើកម្របវាមួយជ្រុងហ្នឹងគឺយើងចោះ44និងកណ្ដាល44ដូចគ្នាអញ្ចឹងវាស្មើនឹង24រុនទាំងអស់ឥឡូវនេះយើងគ្របវាចូលបើសិនជាបងប្អូនបានមើលវីដេអូនេះហើយកុំភ្លេចជួយចុច Subscribe ហើយជួយចុចរូបកណ្ដឹងផងសម្រាប់នៅពេលតាមដានវីដេអូក្រោយៗទៀតហើយបើសិនជាបងប្អូនមានចម្ងល់ឆ្ងល់ចំណុចណាមួយនេះគឺបងប្អូនអាច comment បាននៅក្រោម link វីដេអូខាងក្រោមនេះបានសួរខ្ញុំបានខ្ញុំអត់លាក់ទេបងប្អូនគឺខ្ញុំចែករំលែកបងប្អូនគឺខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាចេះគឺខ្ញុំមិនលាក់បាំងទេបងប្អូនអាច comment សួរខ្ញុំបានអរគុណច្រើនបងប្អូន